ការពិសាបដាមុនណាយើងបានរៀនពីលេខ1ដល់ហូតដល់លេខ10ហើយអ្នកទាំងអស់គ្នាគឺ1 2 3 4 5 6 7 8 9 10អានឹងឈុតទី1ឈុតទី2 1 2 3 4 5 6 7 8 9 10សង្ឃឹមថាអ្នកទាំងអស់គ្នាចាំហើយខ្ញុំក៏បានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាដែរថាបើសិនបើជាប្រើយ៉ុងមានលេខ4ណាលេខ7អ្នកទាំងអស់គ្នាត្រូវតែប្រើណាណាហើយបើប្រើណាណា9ទៅប្រើ Q ហើយបើសិនបើជាប្រើលេខ4 C 7ទៅជាស៊ីឈីហើយលេខ9 Q បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងរៀនភាសាជប៉ុននិងអ្នកទាំងអស់គ្នាបន្តមកយើងតទៅលេខ11 12 13 14 15អញ្ចឹងក្នុងភាសាខ្មែរយើង1 2 3 4 5យក5បូក1 6យក5បូក2 7យក5បូក3អញ្ចឹងទៅ8 9អញ្ចឹងទៅសម្រាប់ជប៉ុនវិញគឺយក10បូក1 11 10បូក2 12ហ្នឹងហើយអញ្ចឹង10គឺ youនឹងអ្នកទាំងអស់គ្នាខ្ញុំមានរូបមន្តមួយដែលគួរឲ្យចំណាំងាយស្រួលចំណាំអញ្ចឹងបើសិនបើលេខ10ហ្នឹងនៅពីមុខលេខណាដែលតូចជាងវាមានន័យថា10បូកជាមួយនឹងលេខតូចហ្នឹងឧទាហរណ៍10ធំជាង1ត្រូវអ្នកទាំងអស់គ្នាបើយើងយក10និយាយមុនអាលេខ1ហ្នឹងអញ្ចឹងគឺយក10បូក1អញ្ចឹង you 1 11 you 2 12 you 3 13 you 4 14 you 5 you 6 16ยูស៊ីជី17ยูហាជី18ยูគូ19ហ្នឹងហើយអញ្ចឹងឧទាហរណ៍ងាយស្រួលយល់10វាធំជាង2អញ្ចឹង10នៅពីមុខ2យើងយក10នោះបូក2ណាអ្នកនរគ្នា10ยูដល់ពេល2នេះអញ្ចឹងยูនេះផ្ទុយទៅវិញបើសិនបើជាលេខ10ហ្នឹងនៅពីក្រោយលេខតូចវិញលេខតូចនៅមុខវិញអញ្ចឹងគឺមានន័យថាយកមកគុណវិញអញ្ចឹងលេខ20មានថាលេខ2គុណនឹងលេខ10លេខ2នៅពីមុខហ្នឹងហើយអញ្ចឹង ni you ហ្នឹងហើយអញ្ចឹងម្ដងទៀតអ្នកទាំងអស់គ្នាបើសិនមកជា10នៅពីមុខលេខតូចគឺបូក you នេះ12ដល់ពេល10នៅពីក្រោយលេខតូចវិញ ni you គឺ20វិញអ្នកទាំងអស់គ្នាហើយដល់ពេល21យើងយកលេខធំហ្នឹងយកទៅដាក់ពីមុខលេខតូចទៅវាចេញលេខ21ហើយអញ្ចឹងអ្នកទាំងអស់គ្នាសាក21មើលបាទចឹងអ្នកទាំងអស់គ្នាលេខ21គឺនីយូអ៊ីជីអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូយគីណេ日本とカンボジアアメリカとドイツ言葉が違っても愛は一つ